ដំបូងឡើយគ្មាននរណាម្នាក់ខ្វល់ពីគ្រោះមហន្តរាយនេះទេដំបូងគឺកម្ដៅខ្ពស់បន្តគ្នាជាច្រើនដប់ថ្ងៃសីតុណ្ហភាពខ្ពស់បំផុតថែមទាំងលើពី45អង្សាសេបន្ទាប់មកស្រែចម្ការក្រៀមស្វិតបឹងបួននិងទន្លេរីងស្ងួតអ្នកថ្មជើងតាមដងផ្លូវធម្មតាយ៉ាងប្រញាប់ប្រញាល់ស្ទើរតែគ្មាននរណាម្នាក់ឈប់នៅតាមដងផ្លូវឡើយខ្ញុំបើកឡានរងចាំស្តុបនៅផ្លូវបំបែកក្រឡេកមើលទូរស័ព្ទដៃបន្តិចម៉ោង17:45នាទីសីតុណ្ហភាពឡើងដល់38អង្សាសេវាជារៀងរាល់រសៀលទៅហើយប៉ុន្តែព្រះអាទិត្យនៅតែមិនទាន់លិចធ្វើឲ្យគេមានការយល់ច្រឡំថាឥឡូវនេះនៅតែជាពេលថ្ងៃត្រង់សីតុណ្ហភាពថ្ងៃនេះចម្លែកជាងធម្មតាខ្ញុំស្ទាក់ស្ទើរបន្តិចហើយមិនបានជិះត្រឡប់ទៅផ្ទះវិញទេតែបានបោះសម្ដៅទៅផ្សារទំនើបក្នុងគោលបំណងទិញស្បៀងអាហារមួយចំនួនប្រសិនបើអាកាសធាតុបន្ទាប់នៅតែលើពី40អង្សាសេខ្ញុំត្រៀមសុំច្បាប់ក្រុមហ៊ុនសម្រាប់ទីកម្ដៅនៅផ្ទះហើយពីមុនដើម្បីទទួលបានគម្រោងធំមួយនោះខ្ញុំបានធ្វើការថែមម៉ោងជាប់គ្នាកន្លះឆ្នាំមកហើយហត់នឿយខ្លាំងណាស់ទោះបីជាសក្តិក្នុងក្រុមផលិតកម្មក៏ដោយក៏ត្រូវតែឲ្យវាសម្រាប់ខ្លះដែរខ្ញុំប្រញាប់ចូលទៅតំបន់អាហារស្រស់ក្នុងផ្សារទំនើបទិញម្ហូបអាហារប្រចាំថ្ងៃមួយចំនួនរួចរត់ទៅតំបន់កកដើម្បីទិញសាច់គោនិងត្រីកកមិនយូរប៉ុន្មានរទេះទំនិញត្រូវបានខ្ញុំដាក់ពេញហៀបពេលនោះបុគ្គលិកម្នាក់បានដើរមកសួរខ្ញុំថាតើត្រូវការជំនួយទេខ្ញុំងក់ក្បាលរួចហុចរទេះឲ្យគាត់ហើយរុញរទេះមួយទៀតចូលទៅតំបន់អាហារកំប៉ុងមិនថាកំប៉ុងបែបណាទេខ្ញុំយកពីកំប៉ុងទាំងអស់គ្រាប់ផ្លែឈើនិងដំឡូងបំពងក៏យកមកបញ្ចប់ដូចគ្នាតើចង់ទិញភេសជ្ជៈខ្លះទេភេសជ្ជៈដ៏ធំរបស់យើងកំពុងបញ្ចុះតម្លៃពីដបត្រឹមតែ9.9 កាក់ទោះបីជាធម្មតាខ្ញុំមិនសូវផឹកភេសជ្ជៈក៏ដោយតែញ៉ាំដំឡូងបំពងដេកមិនផឹកកូកាកូឡាទៅដូច្នេះខ្ញុំយក5យួរសរុប10ដបថែមទាំងឲ្យបុគ្គលិកជួយលីទឹកបរិសុទ្ធពីកេះទៀតបំពេញរទេះទំនិញទី3ពេលគិតលុយអស់សរុប1321យន់8កាក់ខ្ញុំរស់នៅម្នាក់ឯងក្នុងផ្ទះជួលនៅតំបន់ជីក្រុងនៅជាន់កណ្ដាលជាន់ទី16មួយជាន់មានពីរល្វែងប្រហែលដោយសារម៉ោងពេលរស់នៅខុសគ្នាខ្ញុំមិនដែលឃើញអ្នកជិតខាងតូមុខផ្ទះសោះមានតែឆាតដែលម្ដងការដាក់នៅមាត់ទ្វារប៉ុណ្ណោះទើបដឹងថាមានមនុស្សផ្សេងទៀតរស់នៅខ្ញុំចាត់ឡាននៅចំណតត្រូវជញ្ជូន3ដងទើបយកអីវ៉ាន់ទាំងអស់ទៅដល់មុខចន្ទាយន្តហើយចំណាយពេលជាង10នាទីទៀតទើបយកអីវ៉ាន់ទាំងអស់ដាក់ចូលក្នុងទូទឹកកកដែលទើបនឹងទិញដោយសារពីមុនមានការបិទគប់តំបន់ផ្ទះម្ដងកាលពីកូវីដខ្ញុំបានទិញទូកកចំណុះធំមួយជាពិសេសពេលនេះវាត្រូវបានដាក់ពេញ8ភាគ10ហើយ1ភាគ3គឺសុទ្ធតែការ៉េមដែលខ្ញុំបានស្តុកទុកសល់ពីនេះគឺសុទ្ធតែសាច់មាន់កកនិងទាកកនិងសាច់ជ្រូកកន្លះជំហានទៀតទាំងនេះសុទ្ធតែប៉ារបស់ខ្ញុំផ្ញើមកពីស្រុកកំណើតប៉ាម៉ាក់បានមកភ្នំមួយនៅស្រុកកំណើតពួកគាត់ទាំងពីរអ្នកចិញ្ចឹមជ្រូកនៅលើភ្នំតែងតែផ្ញើសាច់កកមកឲ្យខ្ញុំជានិច្ចដោយមិនខ្វល់ថាខ្ញុំម្នាក់ឯងអាចញ៉ាំសាច់ជ្រូកកន្លះជំហានអស់ឬអត់ទេខ្ញុំដាក់សាច់គោនិងត្រីកកចូលក្នុងទូទឹកកកទីបំផុតវាពេញ9ភាគ10ហើយគិតក្នុងចិត្តថាសាច់ទាំងនេះល្មមឲ្យខ្ញុំញ៉ាំបាន2ខែហើយពេលខ្ញុំកំពុងញាត់ភេសជ្ជៈមួយចំនួនចូលទូទឹកកកទូរស័ព្ទដៃក៏ទទួលបានសារមួយខ្ញុំក្រឡេកមើលដល់កន្ទុយភ្នែកគឺជាការព្រមានពណ៌ក្រហមអំពីកម្ដៅខ្ពស់ចេញដោយនាយកដ្ឋានឧតុនិយមក្រុងលើក2 41អង្សាសេខ្ញុំទ្រាំមិនបានក៏ជេរមួយម៉ាត់រួចទាញទូរស័ព្ទដៃមកសរសេរសារភ្លាមចូលប្រព័ន្ធគាត់ធ្វើតាមនីតិវិធីដើម្បីសុំច្បាប់ពីមេអាកាសធាតុក្តៅបែបនេះប្រាកដណាស់សុំច្បាប់បានយូរប៉ុណ្ណាក៏សុំប៉ុណ្ណឹងទៅគិតមើលទៅពេលវេលាសម្រាប់ជំនួសដែលខ្ញុំសន្សំបានកន្លះឆ្នាំនេះប្រហែលជាអាចសម្រាប់ជាប់គ្នាប៉ាន់ស្មាន20ថ្ងៃប្រហែលជាមិនមែន20ថ្ងៃកន្លងផុតទៅអាកាសធាតុនៅតែក្តៅបែបនេះទេអ្វីដែលនឹកស្មានមិនដល់នោះគឺការស្នើសុំលើកនេះត្រូវបានអនុម័តយ៉ាងលឿនពេលខ្ញុំងូតទឹកចេញមកប្រព័ន្ធបង្ហាញថាត្រូវបានអនុម័តហើយលើពីនេះនៅមានការហៅទូរស័ព្ទចូលពីប៉ាដែលមិនបានទទួលជំនួសពីតែត្រឡប់ទៅគាត់វិញភ្លាមកូនប្រុសសីតុណ្ហភាពនៅកន្លែងកូនខ្ពស់ណាស់បើគ្មានការចាំបាច់ទេកុំចេញក្រៅឲ្យសោះណាកូនដឹងហើយប៉ាម៉ាក់ក៏ត្រូវយកចិត្តទុកដាក់ការពារកម្ដៅដែរកុំស្ដាយលុយមិនហ៊ានបើកម៉ាស៊ីនត្រជាក់ទេរដូវក្តៅឆ្នាំនេះពិតជាក្តៅខុសធម្មតាមែនខ្ញុំយកការ៉េមួយដើមមកអង្គុយលើសាឡុងរួចបើកទូរទស្សន៍កម្ដៅខ្ពស់បន្តនាពេលថ្មីនេះបានបណ្ដាលឲ្យមនុស្សជាងពាន់នាក់ស្លាប់នៅបណ្ដាប្រទេសអឺរ៉ុបសីតុណ្ហភាពនៅតំបន់ខ្លះនៃប្រទេសឥណ្ឌាលើពី55អង្សាសេអ្នកជំនាញខ្លះនិយាយថាសីតុណ្ហភាពបែបនេះលែងស័ក្តិសមសម្រាប់មនុស្សរស់នៅទៀតហើយខ្ញុំមានសំណាងណាស់ដែលរស់នៅក្នុងប្រទេសចិនដែលមានអត្រាប្រើប្រាស់ម៉ាស៊ីនត្រជាក់ជាងខ្ញុំលើពី100ប៉ុន្តែនៅពេលនេះខ្ញុំនៅតែមិនទាន់ដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃខ្លីខាងមុខកម្ដៅដែលចេះតែកើនឡើងបន្តនឹងប្រាប់ខ្ញុំយ៉ាងឆាប់រហ័សថាអ្វីទៅដែលហៅថាមិនស័ក្តិសមសម្រាប់មនុស្សរស់នៅពីថ្ងៃចុងសប្តាហ៍បន្ទាប់ខ្ញុំបើកម៉ាស៊ីនត្រជាក់24ម៉ោងតិចតតែភ្ញាក់ខ្លួនឯងភ្ញាក់ឡើងក៏មើលរឿងនិងលេងហ្គេមនៅផ្ទះដល់ម៉ោងបាយក៏ធ្វើម្ហូបនិងស្ងោរស៊ុបញ៉ាំខ្លួនឯងស្រណុកសុខស្រួលដូចកំពុងលំហែកាយនៅផ្ទះរហូតដល់ថ្ងៃច័ន្ទខ្ញុំកំពុងតែលងលក់យ៉ាងស្កប់ស្កល់តែត្រូវដាស់ដោយសំឡេងរត់ទូរស័ព្ទពេលបើកមើលគឺមិត្តរួមការងារសៀវហាំងបងយ៉ាងថ្ងៃនេះហេតុអ្វីបងមិនមកធ្វើការបងសុំច្បាប់ហើយគឺសុំច្បាប់សម្រាប់យូរខែក្រោយទើបឯងអាចជួបបងបានមែនឬអត់ហ្នឹងផ្នែកធនធានមនុស្សថាច្បាប់សម្រាប់ប្រចាំឆ្នាំនឹងត្រូវបានសុំអស់លេខខ្ញុំនៅតែមិនជឿសោះតើផ្ទះបងមានរឿងអ្វីមែនទេសៀវហាំងគឺនៅក្នុងក្រុមហ៊ុនអ្នកដែលស្និទ្ធស្នាលនឹងខ្ញុំជាងគេខ្ញុំប្រញាប់ងើបអង្គុយឡើងគ្មានរឿងអីទេគ្រាន់តែមេឃក្តៅពេកខ្ជិលទៅធ្វើការចង់សម្រាប់បន្តិចឯងកុំបារម្ភអីលោកបងមេឃក្តៅក៏មិនមកធ្វើការបងឈួតហើយមែនទេវាមិនមែនជាថ្ងៃវិញ្ញាសាសក្បាយណាពិតជាច្រណែនបងណាស់ដែលឥឡូវនេះអាចសុំច្បាប់បានគម្រោងរបស់ខ្ញុំនៅសល់ការងារចុងក្រោយមិនទាន់រួចរាល់បើមិនអញ្ចឹងទេខ្ញុំក៏ចង់សុំច្បាប់ដែរទេព្រឹកមិញតាមផ្លូវមកក្រុមហ៊ុនដៃរបស់ខ្ញុំត្រូវថ្ងៃលាបបលាត់ស្បែកអស់ហើយសៀវហាំងរអ៊ូតមដាក់ខ្ញុំពី3ម៉ាត់រួចក៏ដាក់ទូរស័ព្ទចុះខ្ញុំក្រឡេកមើលម៉ោង8:45នាទីព្រឹករលឹមបែបនេះព្រះអាទិត្យក្តៅខ្លាំងម្ល៉េះខ្ញុំចុះពីលើក្រែទីងវាំងមិនចេញស្រាប់តែមានចំហាយក្តៅបក់មកប៉ះមុខកន្លែងដែលភ្នែកអាចមើលឃើញសុទ្ធតែពោពេញដោយរលកកម្ដៅខ្ញុំប្រញាប់បិទបង្អួចហើយទីងវាំងនេះពិតជាក្តៅខ្លាំងពេកហើយអាកាសធាតុបែបនេះតើមនុស្សដែលត្រូវធ្វើការខាងក្រៅអាចទ្រាំរស់បានយ៉ាងម៉េចទៅខ្ញុំក្រឡេកមើលការព្យាករណ៍អាកាសធាតុបង្ហាញថា39អង្សាសេតែមិនយូរប៉ុន្មានវាក៏ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិខ្លាចជា40អង្សាសេតើខ្ញុំឈួតឬក៏ការព្យាករណ៍អាកាសធាតុឈួតទៅវិញក្នុងអារម្មណ៍ភ័យបារម្ភខ្ញុំធ្វើអាហារព្រឹកសាមញ្ញមួយសម្រាប់ខ្លួនឯងបន្ទាប់មកក៏ប្រមូលសម្រាមគិតថាឆ្លៀតពេលមេឃមិនទាន់ក្តៅខ្លាំងចុះទៅក្រោមដើម្បីចោលសម្រាមពេលបើកទ្វារក៏ជួបនឹងសៀវឆាន់បុគ្គលិកគ្រប់គ្រងអគារគាត់ទើបតែគូទ្វារបន្ទប់ទល់មុខគាត់ងាកមកឃើញខ្ញុំក៏ញឹមដាក់ល្អណាស់បងក៏នៅដែរមកស្ដាប់ជាមួយគ្នាបន្តិចមកខ្ញុំសម្លឹងមើលអ្នកជិតខាងដែលខ្ញុំមិនដែលឃើញមុខសោះនោះគឺជានារីស្រស់ស្អាតសក់វែងនិងមានរាងស្លេងស្អាតណាស់ពេលក្រឡេកភ្នែកប៉ះគ្នាពួកយើងក៏ងក់ក្បាលដាក់គ្នាទៅវិញទៅមកប៉ុន្មានថ្ងៃនេះដោយសារកម្ដៅខ្ពស់អាចនឹងមានការដាច់ភ្លើងបើដាច់ភ្លើងសូមកុំភ័យស្លន់ស្លោអគាររបស់យើងមានឧបករណ៍ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យបន្ទាប់ពីដាច់ភ្លើងត្រូវការពេល10នាទីដើម្បីដំណើរការហើយក្នុងអំឡុងពេលនេះសូមព្យាយាមសន្សំសំចៃភ្លើងសូមបើកម៉ាស៊ីនត្រជាក់លើពី26អង្សាសេតើនឹងមានការដាច់ទឹកទេពេលនេះនៅមិនទាន់ច្បាស់ទេតែសូមណែនាំឲ្យត្រៀមទឹកបរិសុទ្ធទុកក្នុងផ្ទះខ្លះកម្ដៅខ្ពស់នេះពិតជាចម្លែកពេកហើយខាងការិយាល័យអគារយើងខ្ញុំបណ្ដោះអាសន្នមិនអាចធានាបានទេសូមអភ័យទោសពិតមែននេះជាខិតប័ណ្ណសូមមើលបន្តិចទៅនារីតូមុខទទួលយកខិតប័ណ្ណ
រួចបិទទ្វារភ្លាមមើលទៅនាងមិនមែនជាមនុស្សមានសុជីវធម៌ប៉ុន្មានទេសៀវឆាន់ក៏មិនខឹងឡើយហើយហុចខិតបានមកឲ្យខ្ញុំត្រូវប្រញាប់ជូនដំណឹងនេះទៅម្ចាស់ផ្ទះផ្សេងទៀតពេលគាត់ដើរចេញទៅថែមទាំងយួរយកសម្រាប់ពីដៃខ្ញុំទៅបាត់ទៀតថ្លៃសេវាគ្រប់គ្រងអគាររំភៃយន់ក្នុង1ម៉ែត្រការ៉េនេះពិតជាមិនបងឥតប្រយោជន៍មែនបន្ទាប់ពីគាត់ទៅបាត់ខ្ញុំក៏ត្រឡប់ចូលបន្ទប់វិញសំឡេងរថយន្តសង្គ្រោះបន្ទាន់ដែលបើកកាត់ថ្ងៃនេះគឺញឹកញាប់ជាពិសេសខ្ញុំដេកលើសាឡុងទទួលខ្យល់ម៉ាស៊ីនតែមានអារម្មណ៍ខុសឆ្គងបន្តិចព័ត៌មានលើអ៊ីនធឺណិតចាប់ផ្ដើមចាក់ផ្សាយជាបន្តបន្ទាប់អំពីគ្រោះមហន្តរាយផ្សេងដែលបណ្ដាលមកពីអាកាសធាតុក្តៅក្នុងនោះមានវីដេអូមួយត្រូវបានគេរុញឡើងដល់លើគេនោះគឺជាអ្នកកាសែតម្នាក់ដំបូងឡើយគាត់មិនបានពាក់មួកទេទ្រាំទ្រនឹងពន្លឺព្រះអាទិត្យដ៏ក្តៅហួតហែងដើម្បីធ្វើការផ្សាយផ្ទាល់នៅវិនាទីទី11សំណាងល្អពុករលឹកនៅក្បែរនោះបានយកទឹកបរិសុទ្ធមកជិះលើមុខទាន់ពេលឃើញវិទ្យុបលខាងក្រោមវីដេអូខ្ញុំក៏សើចសូមគុំលេបក្រមួនសក់ច្រើនពេកហើយក៏សូមគុំនៅក្រោមពន្លឺព្រះអាទិត្យធ្វើការយូរពេកដែរប៉ុន្តែមួយសន្ទុះក្រោយមកខ្ញុំក៏សើចលែងចេញតែងតែមានអារម្មណ៍ថាពិភពលោកនេះចិត្តមានបញ្ហាធំហើយ43អង្សាសេ44អង្សាសេ45អង្សាសេពិតណាស់ប៉ុន្មានថ្ងៃបន្ទាប់សីតុណ្ហភាពនៅបន្តកើនឡើងមួយសប្តាហ៍ក្រោយមកសីតុណ្ហភាពខ្ពស់បំផុតនៅពេលថ្ងៃបានឡើងដល់45អង្សាសេយ៉ាងគួរឲ្យភ្ញាក់ផ្អើលសូម្បីតែកណ្ដាលអាធ្រាត្រក៏មានកម្ដៅដល់39អង្សាសេដែរការងារខាងក្រៅទាំងអស់ត្រូវបានផ្អាកទាំងស្រុងក្រុមហ៊ុនស្ទើរតែទាំងអស់បានបដូរទៅធ្វើការតាមអនឡាញវិញមានតែកម្មករមួយចំនួនដែលមិនអាចផ្អាកការងារបានប៉ុន្តែនៅតែខំមាត់សង្កត់ចិត្តស៊ូនៅជួរមុខដោយសារតែកម្ដៅខ្ពស់បន្តតំបន់ជាច្រើនមានបញ្ហាអគ្គិសនីថ្នាក់លើបានបើកវិធានការជ្រកកបន្ទាន់បើកសាលប្រជុំនិងកន្លែងកីឡាដែលមានម៉ាស៊ីនត្រជាក់នៅគ្រប់សាលារៀននិងផ្សារទំនើបធ្វើជាជំរកសុវត្ថិភាព24ម៉ោងមន្ទីរពេទ្យពោពេញដោយមនុស្សណែនណាន់តាន់តាប់ទីក្រុងនិងជនបទមានអគ្គិភ័យកើតឡើងជាញឹកញាប់លើអ៊ីនធឺណិតពោពេញដោយវីដេអូសុំជំនួយនៅគ្រប់ទីកន្លែងតាំងពីសម្រាប់ពីការងារមកខ្ញុំស្ទើរតែទៅប៉ាម៉ាក់ជារៀងរាល់ថ្ងៃទោះបីជាពួកគាត់នៅលើភ្នំក៏ដោយតែប៉ុន្មានថ្ងៃនេះសីតុណ្ហភាពខ្ពស់បំផុតក៏ឡើងដល់40អង្សាសេដែរថ្ងៃនេះពេលទៅពួកគាត់ទើបដឹងថាទីបំផុតពួកគាត់ក៏បើកម៉ាស៊ីនត្រជាក់ដែរកូនមិនបាច់បារម្ភពីប៉ាម៉ាក់ទេកូនត្រូវតែចាំបើកម៉ាស៊ីនត្រជាក់ណាកុំខ្លាចអស់ថ្លៃភ្លើងប៉ាម៉ាក់មានលុយកូនកំពុងបើកតើទុកចិត្តចុះប៉ាអីវ៉ាន់មានគ្រប់គ្រាន់ញ៉ាំទេតើចង់ឲ្យប៉ាខ្ញុំហូបទៅឲ្យខ្លះទេអាកាសធាតុនេះនៅមិនទាន់ដឹងថាពេលណានឹងកន្លងផុតទៅទេគ្រប់គ្រាន់ហើយប៉ាមុនពេលសម្រាប់កូនទើបតែទិញម្ហូបមួយគំនរល្មមញ៉ាំបាន3ខែណោះម្យ៉ាងទៀតការិយាល័យអគារយកបន្លែមកឲ្យជារៀងរាល់ថ្ងៃដែរបន្ទាប់ពីបញ្ចប់ការសន្ទនាខ្ញុំបើកទ្វារទូទឹកកកថតរូបឲ្យពួកគាត់មើលតែទើបតែថតរូបផ្ញើទៅរួចទូរទស្សន៍ក៏លឹកនៅឈឹងបន្ទប់ទាំងមូលប្រែជាស្ងាត់ជ្រុងចុចកុងតាក់ភ្លើង2 3ដងទើបប្រកាសថាច្បាស់ជាដាច់ភ្លើងហើយបន្ទាប់ពីម៉ាស៊ីនត្រជាក់ជប់ដំណើរការសីតុណ្ហភាពជុំវិញក៏កើនឡើងយ៉ាងលឿនខ្យល់អាកាសក៏ប្រែជាស្អុះស្អាប់រាល់ពេលដកដង្ហើមម្ដងខ្យល់ដែលស្រូបចូលទៅគឺក្តៅជាងមុនខ្លាំងណាស់ប៉ុន្មាននាទីក្រោយមកខ្ញុំក៏បែកញើសជប់ខ្លួនប្រញាប់យកការ៉េមួយដាំពីទូទឹកកកមកអង្គុយលើកម្រាលអត់រងចាំភ្លើងមកវិញញ៉ាំការ៉េអស់ហើយនៅតែមិនទាន់មានភ្លើងទៀតខ្ញុំញ៉ាំមួយដាំទៀតភ្លើងនៅតែមិនទាន់មកពេលខ្ញុំកំពុងគិតចង់ទៅការិយាល័យអគារសួរនាំពីស្ថានភាពស្រាប់តែកណ្ដឹងទ្វារក៏រត់ឡើងឆ្លុះមើលតាមភ្នែកឆ្មាខ្ញុំឃើញថានារីតូមុខបន្ទប់កំពុងឈរបែកញើសជប់ក្បាលនៅមុខទ្វាររបស់ខ្ញុំស្ទាក់ស្ទើរបន្តិចក៏បើកទ្វារចំហបន្តិចមានការអ្វីមែនទេនាងលើកបង្ហាញអីវ៉ាន់ក្នុងដៃបន្តិចខ្ញុំសម្លឹងមើលឲ្យច្បាស់គឺការ៉េមួយដើមខ្ញុំទើបតែទៅការិយាល័យអគារអំបញ្ញមិញគេថាត្រូវការពេលកន្លះម៉ោងទៀតទើបមានភ្លើងលោកប្រកាសជាក្តៅខ្លាំងហើយញ៉ាំការ៉េមួយដើមបំបត្តិកម្ដៅទៅនៅកន្លែងខ្ញុំនៅមានច្រើនទៀតបើលោកក្តៅអាចមកយកពីខ្ញុំបានសំឡេងរបស់នាងពិតជាពីរោះណាស់ប៉ុន្តែខ្ញុំនៅតែនិយាយថាមិនបាច់ទេអរគុណប្រហែលជាមើលដឹងពីការប្រុងប្រយ័ត្នរបស់ខ្ញុំនាងមិនបាននិយាយអ្វីទៀតទេគ្រាន់តែដាក់ការ៉េមនៅលើធ្នើរមុខទ្វាររួចងាកក្រោយដើរចេញទៅខ្ញុំមើលតាមចន្លោះទ្វារសម្លឹងមើលនាងត្រឡប់ចូលបន្ទប់វិញហើយបិទទ្វារប្រហែលជានាងពិតជាមនុស្សល្អមែនក្នុងកាលៈទេសៈបែបនេះការ៉េមគឺជាទំនិញកម្រណាស់គិតចុះគិតឡើងក៏ស្រោបថង់ផ្លាស្ទិកពីជាន់ពីលើវាទើបយកវាដាក់ចូលទូករបស់ខ្ញុំឆ្លៀតឱកាសយកការ៉េមមួយដាំទៀតមកញ៉ាំមួយនេះអស់ខ្ញុំនឹងលែងបើកទូកទៀតហើយខ្លាចចំហាយត្រជាក់ក្នុងទូហើយចេញអស់ប្រមាណ20នាទីក្រោយមកខ្ញុំក្តៅខ្លាំងរហូតដល់ហត់ដង្ហើមដូចឆ្កែទៅហើយប៉ុន្តែខ្ញុំមិនហ៊ានបើកបង្អួតទេខ្លាចខាងក្រៅក្តៅជាងនេះខ្ញុំបើកភ្នែកធំមើលសីតុណ្ហភាពដែលទើបតែធ្វើបច្ចុប្បន្នភាពលើទូរស័ព្ទបង្ហាញ48អង្សាសេខ្ញុំក៏ធ្វើបច្ចុប្បន្នភាពម្ដងទៀតតែនៅតែបង្ហាញ48អង្សាសេដែរខ្ញុំត្រឡប់ទៅទំព័រដើមចង់មើលអាកាសធាតុម្ដងទៀតប៉ុន្តែទូរស័ព្ទលោតប្រាប់ថាដាច់អ៊ីនធឺណិតលើអេក្រង់លេខចេញសញ្ញាឧទានពណ៌ក្រហមមិនត្រឹមតែដាច់អ៊ីនធឺណិតប៉ុណ្ណោះទេសូម្បីតែទូរស័ព្ទក៏បាត់បង់មុខងារតាក់ទងគ្នាដែរសីតុណ្ហភាពជុំវិញនៅតែកើនឡើងឥតឈប់ឈរខ្ញុំមានអារម្មណ៍ថាក្នុងបន្ទប់ជិតឡើងដល់40អង្សាសេហើយរាល់ពេលដកដង្ហើមសុទ្ធតែជាខ្យល់ក្តៅធ្វើឲ្យគេមានអារម្មណ៍ថាចិត្តថប់ដង្ហើមស្លាប់ហើយខ្ញុំស្ទុះទៅមាត់ទ្វារទាញឯកុំលើទ្វារមកចុចប៊ូតុងតាក់ទងទៅការិយាល័យអគារតែយូរណាស់ហើយនៅតែគ្មានអ្នកទទួលឬមួយក៏សូម្បីតែការិយាល័យអគារក៏ទាំងដំណើរការដែរនឹងការភ័យខ្លាចបានវាលុកពេញបេះដូងរបស់ខ្ញុំភ្លាមក្នុងបន្ទប់ពោពេញដោយសំឡេងដកដង្ហើមរបស់ខ្ញុំស្ងប់ស្ងាត់យ៉ាងត្រូវស្ងប់ស្ងាត់ខ្ញុំប្រាប់ខ្លួនឯងបែបនេះដើរទៅមុខទូកករួចទាញបើកវាទាញយកទីមួយក្បាលពីក្នុងនោះមកអបជាប់នឹងទ្រូងទីមួយក្បាលនេះត្រូវបានកកក្នុងទូអស់រយៈពេលប្រហែលខែមកហើយឡើងកករឹងកំព្រឹសពីក្នុងដល់ក្រៅអារម្មណ៍ត្រជាក់ស្រាប់នេះធ្វើឲ្យខ្ញុំស្ងប់ចិត្តឡើងវិញចាប់ផ្ដើមវិភាគថាប្រសិនបើខ្ញុំម្នាក់ឯងខ្យល់កោដោយសារកម្ដៅក្នុងបន្ទប់តើត្រូវធ្វើយ៉ាងម៉េចត្រូវហើយទឹកថ្នាំហួសសៀងចិនជីខ្ញុំបើកប្រអប់ថ្នាំក្នុងផ្ទះបើកទឹកថ្នាំហួសសៀងចិនជីមួយដបផឹកអស់តែម្ដងស្របពេលនោះឯកុំនៅមាត់ទ្វារស្រាប់តែបន្លឺសំឡេងឡើងម្ចាស់ផ្ទះទាំងអស់សូមមេត្តាជ្រាបដោយសារយើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយកម្ដៅខ្ពស់ផ្ទាំងសូឡារបស់អគារត្រូវបានកម្ដៅថ្ងៃដុតបំផ្លាញពេលនេះមិនអាចស្ដារចរន្តអគ្គិសនីឡើងវិញបានទេម្ចាស់ផ្ទះទាំងអស់អាចទៅជួបកម្ដៅបណ្ដោះអាសន្ននៅចំណុចរថយន្តក្រោមដីបានចំណុចរថយន្តក្រោមដីសីតុណ្ហភាពបច្ចុប្បន្ន